Chưa xua sustain tỏ khi nhom Sakura, ngày nay admin năng lượng dọc sẽ hướng Spike Family the movie code Y một xâm ra chung tỏ khi staff. Xâm ra khi dân là ban mơ hướng Spike Family season 1 និង season 2 អាចនឹងពិសេសhướngនឹងបានខ្លះចឹងសម្រាប់អ្នកដែលអត់បានមើលឬក៏អ្នកគេមើល high play អញ្ចឹង admin មកសង្ខេបខ្លះៗឡើងវិញតែមុននឹងចូលទៅកាន់សេះរឿងអ្នកទាំងអស់គ្នាកុំភ្លេចជួយធ្វើការចុច subscribe ហើយ like comment ឲ្យ admin ម្នាក់មួយផងណាតោះបើរួចរាល់ហើយយើងចូលទៅកាន់សាច់រឿងរបស់យើងសប្តាហ៍ថ្ងៃរវាងប្រទេសអូស្ត្រាលីនិង Westerly កំពុងតែមានការចម្រូងចម្រាសនឹងគ្នាដើម្បីរក្សាស្ថានភាពសន្តិភាពរវាងប្រទេសទាំងពីរ Westerly ក៏បានបញ្ជូនភ្នាក់ងារសម្ងាត់ដ៏ពូកែម្នាក់ដែលមានរហស្សនាមថា Twilight ចូលទៅស៊ើបអង្កេតពីមេដឹកនាំគណៈបកមួយដែលកំពុងតែមានឥទ្ធិពលនៅក្នុងប្រទេសអូស្ត្រាលីហើយម្នាក់នោះដែរគឺមានឈ្មោះថាលោក Donovan Desmond សម្រាប់ប្រជែកមួយនេះគឺគេឲ្យឈ្មោះថា Operation Streak ដោយសារតែលោក Donovan Desmond មានអំណាចដ៏ធំដូចនេះចង់ចូលទៅជិតគាត់គឺមិនងាយនោះទេដែលហេតុនេះហើយ Twilight គាត់ក៏បានបន្លំខ្លួនធ្វើជាមនុស្សធម្មតាហើយដាក់ឈ្មោះថ្មីឲ្យខ្លួនឯងថា Lloyd Forger Lloyd ក៏បានដឹងថាកូនប្រុសរបស់លោក Donovan Desmond បានរៀននៅក្នុងសាលាឯកជនដ៏ធំមួយដូចនេះ Lloyd ក៏បានទទួលកូនស្រីចិញ្ចឹមម្នាក់ពីមណ្ឌលកុមារកំព្រាក្មេងស្រីម្នាក់នោះមានឈ្មោះថា Anya សម្រាប់ Anya នាងមានសមត្ថភាពពិសេសម្យ៉ាងដែលអាចស្ដាប់ឮការកើតរបស់អ្នកដទៃហើយចំណុចមួយនេះ Lloyd ក៏មិនបានដឹងនោះទេដើម្បីឲ្យគ្រួសារមួយនេះមើលមកកាន់តែសមជាងមុនគាត់ក៏បានទៅរកប្រពន្ធកិច្ចសន្យាមួយដែលនាងមានឈ្មោះថាយ៉ចំពោះការរៀបការរបស់ពួកគេគឺសិតតែដើម្បីផលប្រយោជន៍រៀងខ្លួនចំពោះយ៉នាងក៏មិនមែនជាមនុស្សស្រីធម្មតាដែរមើលពីខាងក្រៅនាងគ្រាន់តែជាបុគ្គលិកធម្មតាម្នាក់តែការពិតការងាររបស់នាងគឺជា assassin ដ៏កំពូលរបស់ប្រទេសអូស្ត្រាលីហើយរហស្សនាមពិតរបស់នាងនោះគឺមានឈ្មោះថា Thorn Princess បន្ទាប់ពីបានរៀបចំគ្រួសាររួចរាល់អស់ហើយលោកក៏បានបញ្ជូនអញ្ញាឲ្យចូលរៀននៅក្នុងសាលាឯកជនមួយនោះជារៀងរាល់ឆ្នាំខាងសាលាមានកម្មវិធីដ៏ធំមួយសម្រាប់សិស្សពូកែប្រចាំសាលាហើយក្នុងកម្មវិធីមួយនោះក៏មានការផ្ដល់កិត្តិយសចូលរួមយ៉ាងខ្ពង់ខ្ពស់ពីលោក Donovan ផងដែរជារៀងរាល់ពេល Lloyd គាត់តែងជំរុញឲ្យអញ្ញានឹងខិតខំរៀនដើម្បីដណ្ដើមយក Stellar Star ពីសាលាបានច្រើនដើម្បីក្លាយទៅជាសិស្សពូកែហេតុនេះគាត់នឹងអាចចូលរួមកម្មវិធីមួយនោះហើយនេះគឺជាវិធីល្អមួយដែលជួយឲ្យគាត់បានចូលទៅចិត្តលោក Donovan Desmond ថ្ងៃនេះនៅសាលាលោកគ្រូគាត់ក៏បានដាក់ការងារឲ្យសិស្សរបស់គាត់ដោយឲ្យពួកគេធ្វើបង្អែមមួយមុខជូនលោកនាយកសាលាហើយចំពោះអ្នកដែលបានឈ្នះក្នុងកិច្ចការមួយនេះពួកគេនឹងទទួលបាន Stellar Star សម្រាប់ព័ត៌មានមួយនេះ Lloyd គាត់ក៏បានដឹងដែរក៏ដោយសារតែឥឡូវហ្នឹងគាត់កំពុងតែលួច staff គេនៅលើដំបូលសាលាហើយការងាររបស់គាត់រហងៃហ្នឹងគឺធ្វើម៉េចឲ្យតែអញ្ញាបាន Stellar Star ហ្នឹងឯងកំឡុងពេលនោះដែរគាត់ក៏ទទួលបានការកោះហៅមួយដូច្នេះហើយគាត់ក៏បានទៅជួបថ្នាក់លើរបស់គាត់ភ្លាមៗតែម្ដងនៅពេលទៅដល់ handler គាត់ក៏បានផ្ដល់ការងារថ្មីមួយទៅឲ្យ Lloyd ធ្វើក៏ប៉ុន្តែ Lloyd ក៏បានបដិសេធដោយថាឥឡូវហ្នឹង Operation Strike ហ្នឹងគឺវារវល់ខ្លាំងមែនទែនគាត់អាចទៅធ្វើការងារអីផ្សេងបានទៀតទេក៏ប៉ុន្តែ handler ក៏ប្រាប់ថាការងារហ្នឹងមានអ្នកធ្វើជំនួស Lloyd ហើយដែលមានអ្នកនោះមានឈ្មោះថា Depol សម្រាប់ Lloyd គឺគាត់អត់សប្បាយចិត្តជាមួយនឹងការសម្រេចចិត្តមួយហ្នឹងឯងក៏ប៉ុន្តែ handler ក៏ថានេះគឺជាការសម្រេចចិត្តរបស់ថ្នាក់លើអញ្ចឹងហើយពួកយើងអាចប្រកែកបាននោះទេនៅពេលដែល Lloyd បានចេញមកខាងក្រៅគាត់ក៏បានជួបជាមួយនឹងសិស្សចំណិតរបស់គាត់ដែលមានឈ្មោះថា Nightfall នៅពេលដែល Lloyd បានឃើញមុខរបស់នាងប៉ាងគាត់ក៏បានទៅជួយចាប់ហើយបន្ទាប់ពីនោះពួកគេក៏បានសួរនាំគ្នាតាក់ទងជាមួយនឹងការងារស្របពេលជាមួយគ្នានឹងដែរយើងក៏បានឃើញថាយកដែលនៅលើកំពូលអគារនាងក៏បានឃើញស្ថានភាពទាំងអស់ហ្នឹងដោយឃើញថាពីរអ្នកហ្នឹងស្និទ្ធស្នាលគ្នាខ្លាំងមែនទែនអញ្ចឹងហើយយកក៏គិតថាពីរអ្នកហ្នឹងជាគូស្នេហ៍នឹងគ្នាមិត្តរួមការងាររបស់នាងដែលកំពុងតែជជែកគ្នាពីរឿងផាត់ក្បត់ក៏បានលើកឡើងនៅចំណុច3ធំជាធម្មតាមនុស្សដែលលួចក្បត់គេនឹងមានអត្តចរិតចម្លែកដោយទី1នោះបុរសអ្នកនោះនឹងមានដំណើរកំសាន្តច្រើនជាងមុនអារបៀបថាទៅ business trip ដាច់មួយយប់អីចឹងចំណុចទី2ម្នាក់នោះនឹងបដូរការស្លៀកពាក់ព្រោះអីពេលខ្លះគេចង់ស្លៀកពាក់បែបរបៀបថាដូចជាមួយនឹងដៃគូថ្មីរបស់គេអីចឹងហើយចំណុចសំខាន់ទី3នោះគឺការជូនកាដូដែលមិនបានព្រៀងទុកមុនអានឹងរបៀបថាកុំឲ្យយើងសង្ស័យគេអីចឹងល្ងាចឡើងពេលមកដល់ផ្ទះវិញLloydក៏បានយកកាសែតមកអង្គុយអានហើយគាត់ក៏បានគិតទៅដល់រឿងដែល handler បានប្រាប់គាត់កាលពីថ្ងៃមិញចំណែកយោឥឡូវនេះនាងកំពុងតែពិបាកចិត្តដូចគ្នាយោឆ្ងល់ថាបើសិនជា Lloyd មានសង្សារហើយនៅចាំបាច់ហៅនាងមកធ្វើប្រពន្ធធ្វើអីឬក៏ឥឡូវហ្នឹង Lloyd គាត់ចង់បដូរប្រពន្ធថ្មីយោគាត់ថាប្រហែលជាខ្លួនឯងនឹងសំដែងអត់សូវបានល្អឬក៏មើលថែកូនគេបានល្អហើយបន្តិចក្រោយមកអញ្ញាក៏បានត្រឡប់មកដល់ផ្ទះហើយនាងក៏បានប្រាប់ពីកិច្ចការសាលាដែលនាងបានទទួលនៅថ្ងៃហ្នឹងឮតែអញ្ចឹង Lloyd ក៏គិតឃើញគំនិតមួយគឺថាបើសិនជាអញ្ញាអាចយកឈ្នះកិច្ចការសាលាមួយហ្នឹងហើយទទួលបាន Stellar Star នោះប្រហែលជាការងាររបស់គាត់អាចបន្តទៅមុខទៀតបានដោយគាត់នឹងសុំឲ្យ handler ជួយនិយាយទៅកាន់ថ្នាក់លើ
Becky ដែលមែននឹងមិត្តភក្តិផ្សេងៗទៀតនៅសាលាគេបានរកនឹកថាគេនឹងធ្វើឲ្យលោកគ្រូហែអស់ហើយក៏ប៉ុន្តែឥឡូវហ្នឹងអញ្ញាអត់ដឹងថាត្រូវធ្វើអីទេឡយក៏បានមើលទស្សនាវដ្តីមួយដែលគេបាននិយាយថាលោកនាយកសាលាហ្នឹងគាត់ចូលចិត្តនំម្យ៉ាងដែលមានឈ្មោះថាមេរេហើយនេះហើយគាត់ក៏បានប្រាប់ឲ្យអញ្ញាធ្វើនំហ្នឹងឲ្យលោកនាយកទៅនំមួយប្រភេទហ្នឹងគឺថាល្បីខ្លាំងមែនតើនៅស្រុកកណ្ដាលរបស់គាត់តែថាបើចង់បានប្រភេទរសជាតិដើមអញ្ចឹងផ្ទាល់ហ្មងគឺថារកនៅចិត្តហ្នឹងអត់បានទេអញ្ចឹងហើយពួកគេសម្រេចចិត្តថានឹងទៅស្រុកកំណើតរបស់លោកនាយកនឹងតែម្ដងស្រុកកំណើតរបស់លោកនាយកនឹងរៀងឆ្ងាយដែរអញ្ចឹងហើយពួកគេប្រហែលជាត្រូវទៅគេងនឹងមួយយប់ឮតែបានទៅដើរលេងហើយគេងមួយយប់ទៀតអញ្ញាគ្នាដល់សប្បាយចិត្តហ្មងតែយកវិញគ្រាន់តែឮថាទៅគេងមួយយប់យកក៏បាននឹកទៅដល់ពាក្យដែលមិត្តរួមការងាររបស់នាងនិយាយប្រាប់កាលពីថ្ងៃមិញឲ្យនោះលយចូលមកចំណុចបាត់ឯណោះចេះតែគិតអញ្ចឹងណាតាមពិតទៅលយក៏បានហៅយកទៅជាមួយគ្នាដែរលឺអញ្ចេះយកគេសប្បាយចិត្តវិញមិនបានប្រហែលចុងសប្តាហ៍ក៏បានមកដល់ហើយក៏ជាថ្ងៃដែលពួកគេត្រូវទៅដើរលេងដែរតែថាដល់ពេលរៀបចំឲ្យបាននឹងអញ្ញាកំសត់ជាងគេដោយសារតែចង់យកឲ្យបានទៅច្រើនពេកហើយប៉ានឲ្យយកទៅគេតែមួយយប់សោះហ្នឹងចង់ជូនអីវ៉ាន់អស់ពីផ្ទះហ្មងអីកូនពេលនៅលើរថភ្លើងអញ្ញាក៏បានបបួលប៉ាម៉ាក់របស់គេនឹងលេងបៀហើយយកបៀមកពីណាអញ្ចេះថាបានសប្បាយហ្នឹងឥឡូវទឹកភ្នែកទៀតដោយសារតែប៉ាដកបៀទុកហើយយកសភៅឲ្យមកធ្វើលំហាត់អីណាក៏ប៉ុន្តែយ៉ាងណាម្នាក់នៅតែសប្បាយចឹងដោយសារតែបានមើលឃើញអីថ្មីហើយឃើញទេសភាពស្អាតទៀតអីដែលសំខាន់ណាមកចំពេលធ្លាក់ព្រិលទៀតនិយាយទៅឡើងស្អាតខ្លាំងហ្មងអស់ពីសប្បាយឥឡូវហ្នឹងអញ្ញាត្រូវមកធ្វើលំហាត់ទៀតហើយធ្វើលំហាត់ឡើងជឿក្បែរគិតអីក៏អត់ចេញដែរនិយាយទៅចង់តែទៅបន្ទប់ទឹកហ្មងអញ្ញាសង្ស័យតែសុំទៅបន្ទប់ទឹកញឹកពេកហ្មងលើកនេះម៉ាក់ប៉ាអត់ជូនទៅឯងមានតែបើនេះអ្នកជូនទៅនៅពេលលាងដៃអញ្ញាក៏បានឃើញសោមួយនៅពេលឃើញសោមួយនោះបងវាក៏បានមើលឃើញអនាគតការតិចតួចដោយបានស្ដាប់លើការគិតរបស់បងចឹងហើយអញ្ញាក៏បានទៅរកកន្លែងនោះតែម្ដងអញ្ញាបានដើរមកដល់ទូរថភ្លើងលេខ8តាមការគិតរបស់បងហើយនាងក៏បានចូលទៅកាន់បន្ទប់មួយអញ្ញាបានប្រើសោនោះហើយបើកប្រអប់មួយដែលនៅក្នុងនោះមានសូកូឡាម្ដុំយីលាក់នឹងប្រអប់ឡើងពីប៊ីជាន់ស្មានតែមាសតែចុងក្រោយសូកូឡាសោះជួនចែកដល់អីពេលហ្នឹងស្រាប់តែមានបរិសុទ្ធពីរនាក់បានដើរចូលមកឃើញអញ្ចឹងអញ្ញាភ័យពេកក៏បានរបូតសូកូឡានឹងពីដៃចាប់ទៅចាប់មកក៏បានធ្លាក់ចូលក្នុងមាត់ផ្លុកអីក៏ចែកដល់ម៉េះរបស់ឆ្ងាញ់សុទ្ធធ្លាក់ចូលមាត់ហើយឃើញថាពីរនាក់ហ្នឹងក៏កំពុងតែមករកប្រអប់មួយនឹងដែរដូច្នេះហើយអញ្ញាក៏រៀបរបស់ទាំងអស់នឹងទុកហើយក៏បានរត់ពួនខពីបានស្ដាប់ពីរនាក់ហ្នឹងនិយាយគ្នាយើងក៏បានដឹងថាវត្ថុដែលនៅក្នុងប្រអប់ហ្នឹងគឺវាពិតជាមានតម្លៃខ្លាំងមែនទែនដើម្បីតែរបស់មកប្រអប់ហ្នឹងកេងសម្ងាត់របស់ពួកគេគឺត្រូវផលរយៈពេលអស់3ឆ្នាំដើម្បីលួចវាយកមកហើយពេលហ្នឹងអញ្ញាក៏បានគិតថាសង្ស័យតែពួកហ្នឹងលួចរូបមន្តធ្វើនំសូកូឡាពីប្រទេស Western មកអភិវឌ្ឍនៅប្រទេសខ្លួនឯងចំណែកឯពួកនោះវិញនៅពេលមកដល់គេក៏បានដឹងថាមានអ្នកគេលួចបើកប្រអប់ហ្នឹងហើយពួកគេបានឃើញសោដែលជ្រុះនៅក្បែរហ្នឹងហើយសំខាន់នំនៅក្នុងប្រអប់ហ្នឹងក៏បានបាត់ដែរពីរនាក់ហ្នឹងបាននិយាយថាពួកគេនឹងទៅតាមរកមនុស្សដែលបានមកលួចរបស់មួយហ្នឹងព្រោះថារឿងនេះគឺសម្ងាត់ខ្លាំងមែនទែនចុះហេតុអីនៅមានអ្នកដឹងទៀតហើយគេក៏បាននិយាយថាបើសិនជាហមអ្នកហ្នឹងឃើញដឹងតែសម្លាប់ចោលហ្មងគ្រាន់តែលឺអញ្ចឹងហើយអញ្ញាគ្នាឡើងភ័យពេលហ្នឹងអញ្ញាក៏បានដើរថយក្រោយហើយទៅប៉ះជាមួយនឹងវ៉ាលីក្បែរហ្នឹងធ្វើឲ្យពីរនាក់ហ្នឹងដឹងវត្តមានរបស់នាងនៅកន្លែងហ្នឹងដែរបន្ទាប់មកអញ្ញាក៏បានរត់ចេញទៅខាងក្រៅជាមួយនឹងប៊ឺនហើយពីរនាក់ហ្នឹងក៏បានដេញតាមដូចគ្នាអញ្ញានាងក៏បានរត់ទៅដល់ទ្វារមួយបិទជិតហើយនាងក៏អាចបើកទ្វារនឹងបានទេពេលហ្នឹងដែរអាពូពីរនាក់ហ្នឹងក៏បានយកកំភ្លើងភ្ជុងទៅកាន់អញ្ញាហើយបានសួរទៅកាន់នាងថាតើរបស់ដែលនាងបានលួចមុនហ្នឹងយកទុកនៅកន្លែងណាហើយកន្លែងហ្នឹងអញ្ញាគ្នាភ័យខ្លាំងមែនតើហើយគិតតែពីយំស្អីហោម៉ាក់ហោប៉ាឯងជួនអីពេលហ្នឹងយកក៏បានមករកអញ្ញាល្មមគាត់តែឃើញម៉ាក់ភ្លាមអញ្ញាក៏ចាប់ដើមទូពិតថាអាពូពីរនាក់ហ្នឹងធ្វើបាបអូនឮតែប៉ុណ្ណឹងអត់មានទៅចាំយូរទេចាម៉ាក់ក៏បានប្រាប់ឲ្យអញ្ញាហ្នឹងបិទភ្នែកទៅហើយក៏បានចូលទៅចាត់ការពីរនាក់ហ្នឹងតែមកផ្លែតដេកទាំងពីរនាក់ហ្មងបន្ទាប់ពីនោះពួកគេក៏បានទៅដល់ទីក្រុងមួយហ្នឹងហើយក៏បានទៅដល់ភោជនីយដ្ឋានដែលគេល្បីក្នុងតំបន់ហ្នឹងថាមានលក់នំមេរេហ្នឹងឆ្ងាញ់ជាងគេ3អ្នកគ្រួសារគេហ្នឹងក៏បានចូលទៅដល់ខាងក្នុងដោយទុកប៊ឺនឲ្យនៅចាំនៅខាងក្រៅដោយសារតែហាងហ្នឹងគេឲ្យឆ្កែចូលទេមើលទឹកមុខគេអត់ឡើងសែតហ្មងពេលចូលមកដល់ខាងក្នុងពួកគេក៏បានកំងម្ហូបជាច្រើនហើយក៏មាននំមេរេមួយដែរអ្នកហូតតុកនៅកន្លែងហ្នឹងបានសរសើរពួកគេថាសំណាងខ្លាំងមែនតើដោយសារតែនំហ្នឹងគឺនៅសល់តែម្ដុំចុងក្រោយទេបន្តិចក្រោយមកម្ហូបជាច្រើនក៏បានលើកមកលើតុហើយនិយាយពីថាម្ហូបរបស់គេឡើងគួរឲ្យចង់ញ៉ាំកន្លែងហ្នឹងយើងក៏បានឃើញថាបនក៏គេបានទទួលម្ហូបមួយចានធំដែរក្នុងពេលដែលញ៉ាំអីយកក៏បានចាប់អារម្មណ៍ជាមួយនឹង outfit របស់លយឃើញថាថ្ងៃហ្នឹងស្លៀកពាក់ឡើងប្លែកហើយអាហ្នឹងក៏ជាចំណុចមួយក្នុងចំណុចទាំង3របស់មនុស្សប្រុសក្បត់ដែរយើងក៏លេចមកមើលយូរីដែលជាប្អូនប្រុសសម្រាប់ចិត្តរបស់យកឯនេះវិញគាត់តែបានដឹងថាចាចែបានធ្វើដំណើរកំសាន្តទៅកន្លែងឆ្ងាយយូរីក៏បានសុំច្បាប់មេភ្លាមថាទៅតាមរកចាចែខ្លាចគាត់មានបញ្ហាអីតែថាអ្នកកន្លែងធ្វើការរបស់គាត់នឹងអត់ឲ្យគាត់ឈប់ទេដោយសារតែការងារល
unreasonable ខ្លាំងមែនតើអាណិតយូរីឡើងខ្លាំងហ្មងខំធ្វើការទាំងសេតផងអីផងងាកមកមើលឡយជាមួយនឹងគ្រួសាររបស់គាត់នេះវិញបន្ទាប់ពីញ៉ាំអីហើយអស់គេក៏បានលើកបង្អែមចុងក្រោយមកហើយអាហ្នឹងក៏ជាមនុស្សសំខាន់សម្រាប់ពួកគេដែរស្របពេលជាមួយគ្នានោះដែរយើងក៏បានឃើញកងកម្លាំងចរកម្មយោធាពិសេសមួយក្រុមបានចូលមកដល់ភោជនីយដ្ឋានមួយហ្នឹងសម្រាប់ភោជនីយដ្ឋានហ្នឹងគេមានច្បាប់ពិសេសមួយគឺគេទទួលតែភ្ញៀវដែលមកជាលក្ខណៈគ្រួសារឯងក៏ប៉ុន្តែក្រុមយោធាមួយក្រុមហ្នឹងគឺគាត់ខ្វល់ទេគាត់ចូលមកដឹងតែបានមកហូបញ៉ាំហើយគាត់ក៏បានកំងមេរេមួយចានផងដែរអ្នកលោកបានប្រាប់ថានំហ្នឹងឥឡូវនៅហាងអស់ហើយតែអាប៉ែហ្នឹងអត់ព្រមស្ដាប់គេហើយថែមទាំងឲ្យកូនចៅរបស់វាហ្នឹងទៅយកនំពីតុរបស់អានយ៉ាយកមកដាក់កន្លែងវាទៀតក៏តែអាប៉ែនេះអត់ចេះខ្មាស់គេសោះហ្មងទៅដើមនំពីក្មេងញ៉ាំឡយនៅពេលដែលដឹងថាម្ចាស់ហាងធ្វើអីអត់បានដូច្នេះហើយគាត់ក៏បានចូលទៅនិយាយជាមួយនឹងអាប៉ែនឹងខ្លួនឯងហ្មងអាប៉ែមេគេហ្នឹងក៏បានបបួលឡយភ្នាល់គ្នាដោយពួកគេនឹងញ៉ាំនំ3ប្រភេទហើយទោះតែឲ្យដឹងថានៅក្នុងហ្នឹងគេប្រើស្ករឲ្យគេខ្លះបន្ទាប់ពីញ៉ាំរួចគឺថាឡយគាត់ដឹងទាំងអស់ហ្មងថាស្ករនៅក្នុងហ្នឹងគឺជាប្រភេទស្ករអីគេហើយចម្លើយរបស់គាត់ទាំង3គឺត្រូវទាំង3តែម្ដងរួចហើយអាប៉ែនោះក៏បានបើកចម្លើយរបស់គាត់ហើយចម្លើយរបស់អាប៉ែហ្នឹងក៏ត្រូវដូចគ្នាក៏ប៉ុន្តែគេ detail ជាងឡយព្រោះថាអាប៉ែហ្នឹងអត់ដឹងទាំងកម្រិតស្ករដែលគេដាក់នៅក្នុងនំហ្នឹងប្រមាណទៀតអញ្ចឹងហើយការផ្នំមួយហ្នឹងគឺឡយជាអ្នកចាញ់និយាយថាកន្លែងហ្នឹងឡយឡើងបាក់មុខហ្មងព្រោះថាគាត់ដែរចាញ់តែគេណាតែអីឯងបើថ្ងៃហ្នឹងអត់បានញ៉ាំអញ្ចឹងពួកគេសម្រេចថានឹងមកញ៉ាំនៅថ្ងៃស្អែកចេះដល់អីមេចុងភៅគាត់ក៏បានប្រាប់ថានំហ្នឹងថ្ងៃស្អែកមានទេតតែថ្ងៃច័ន្ទអាទិត្យក្រោយក៏ដោយសារតែឥឡូវហ្នឹងពួកគេអស់គ្រឿងផ្សំហើយក៏ទៅគាត់តែចង់ញ៉ាំនំមួយចានសោះនិយាយថាវេទនាខ្លាំងតែបំណាច់ថានិយាយគ្នាថាធ្វើហើយអញ្ចឹងហើយឡយក៏បានសួរទៅកាន់មេចុងភៅហ្នឹងថាបើសិនជារកគ្រឿងផ្សំអីបានធ្វើឲ្យបានអត់ចំពោះសំណើមួយហ្នឹងមេចុងភៅគាត់ក៏បានយល់ព្រមហើយគាត់ក៏បានកត់គ្រឿងផ្សំដើម្បីឲ្យឡយជួយទិញក្នុងกระดาษមួយហើយមួយគ្រឿងផ្សំគេឡើងច្រើនហ្មងចេញពីហ្នឹងពួកគេក៏បានទៅដល់ផ្សារគាត់ទៅដល់បានមួយផ្លែដែរណាឡយដើរទិញឲ្យបានឡើងចង់គ្រប់មុខអស់ហើយបំរុងថានឹងទៅទិញរបស់បន្តភ្លាមនោះស្រាប់តែមានអ្នកលក់ក្រែម2នាក់មកប្រម៉ូទលក់ក្រែមហើយអញ្ចឹងទៅឡយក៏បានទិញមួយដើមឲ្យយកដែរហ៊ីនៅសុកទិញក្រែមឲ្យគេយកបានក្រែមហើយប៉ុន្តែចិត្តនៅសង្ស័យឯណានៅចាំមកចំណុចទី3ដែលមិត្តរួមការងាររបស់យកនិយាយពីលក្ខណៈនៃប្រុសក្បត់ចំណុចទី3ហ្នឹងគឺជាការឲ្យអំណោយដែលអត់បានព្រៀងទុកមុននោះឥឡូវហ្នឹងឡយមានទាំង3ចំណុចហ្នឹងហ្មងរបៀបថាវារៀងត្រូវកដាមុខពេកអញ្ចឹងហើយយកក៏បានសុំឡយទៅបន្ទប់ទឹកម្នាក់ឯងសិនចំណែកឡយវិញក៏អត់ដឹងថាយកកំពុងគិតអីទេគាត់គិតថាប្រហែលជាប្រពន្ធរបស់គាត់ធ្វើដំណើរផ្លូវឆ្ងាយហត់អីអញ្ចឹងណាបន្ទាប់ពីយកទៅបន្ទប់ទឹកអញ្ញាក៏បានសុំប៉ាចូលលេងផ្សារក្បែរហ្នឹងចូលទៅដល់ក៏បានឃើញកន្លែងគេលេងបាញ់កាភ្លើងយករបស់ហើយកន្លែងនោះក៏មានគ្រឿងផ្សំមួយមុខដែលពួកគេចង់បានដែរទៅដល់ភ្លាមអញ្ញាក៏ទាបាញ់មុនគេខំមកនោះចតងហើយដាក់តុកផងអីផងមើលទៅយកអេឡង់បាញ់អីទៅនងដែរក៏ប៉ុន្តែបាញ់អត់ត្រូវអ៊ីនតិចសោះបាញ់ខុសខ្លួនឯងសោះហ្នឹងសិតថាអាតុកតាដែលគេដាក់តាំងនឹងរត់កិច្ចកូនឆៃនេះតុកតាគេដាក់ឡើងស្ងៀមតែឆ្ងល់ថងថាមិនតែអញ្ញាណាសំបីពូដែលនៅក្បែរហ្នឹងគាត់បាញ់ត្រូវក៏អត់ជ្រុះដែរពេលហ្នឹងអញ្ញាក៏បានស្ដាប់ឮការគិតរបស់អាប៉ែអ្នកលក់ហ្នឹងអាតាហ្នឹងលេងខូចគេខ្លាំងហ្មងសត្វដាក់អីកលនៅខាងក្រោយអញ្ចឹងបានបាញ់អត់ខ្ចីជ្រុះសោះចំណែកឯឡយទោះបីជាគាត់ស្ដាប់អត់ឮពីការគិតរបស់អាប៉ែហ្នឹងក៏គាត់មើលដឹងដែរថាអាប៉ែហ្នឹងលេងខូចគេគាត់ក៏បានដកលុយហើយទិញគ្រាប់កាភ្លើងបាញ់មួយដែរមកគ្រាប់ហ្នឹងឡយក៏បានបាញ់ប្រឆិតដល់ជ្រុះទាំងដបអាគ្រឿងដែលគាត់ចង់ទិញហ្នឹងទាំងតុក្កតាដែលនៅក្បែរនោះគាត់ថាមានរបស់ជ្រុះហើយម្នាក់ក៏បានឃើញថាអានៅខាងក្រោយតុក្កតាហ្នឹងក៏ដាក់កលម្នាក់នៅកន្លែងហ្នឹងឡើងហួសចិត្តគ្រប់គ្នាហ្មងបន្ទាប់ពីនោះឡយក៏បានយកទៅគ្រឿងផ្សំដែលគាត់ចង់បានទេអាជូបផ្សេងគាត់អត់យកទេហើយគាត់ក៏បានប្រាប់អាតាហ្នឹងជប់លេងខូចគេទៀតដែរឥឡូវនេះគ្រឿងផ្សំដែលគេចង់បាននៅសល់តែមួយមុខទៀតប៉ុណ្ណោះដើរស្រាប់តែឡយបាត់អញ្ញាឆឹងដោយសារតែកូនពៅហ្នឹងហត់ទៅជារថភ្លើងបានឲ្យតែឃើញរបស់លេងនិយាយពីថាលឿនលឹបជូសង្គ្រាបន្តិចក្រោយមកយកក៏បានត្រឡប់មកវិញទាំងទឹកមុខឡើងសពូនឡយក៏បានប្រវល់យកឲ្យទៅទិញអីផឹកជាមួយគ្នាក៏ប៉ុន្តែពេលឡយកំពុងតែកំងកាហ្វេយកបែរជាទឹកផឹកស្រាដែលនៅក្បែរហ្នឹងនិយាយទៅអស់ពីមួយកែវចូលមួយកែវអស់ពីមួយកែវចូលមួយកែវប្រហែលផងយកក៏ស្វឹងទៅដូចគ្នាយើងធ្លាប់ដឹងអញ្ចឹងយកឲ្យតែស្វឹងនិយាយញ៉ៃហើយពេលហ្នឹងរឿងក្នុងចិត្តទាំងប្រហែលនិយាយចេញមកអស់ហើយក៏ប៉ុន្តែប្រហែលជាលុយស្ដាប់អត់បានទេបន្ទាប់ពីស្វាងពីស្លាប់យកឡើងខ្មាស់គេខ្លាំងព្រោះថាឥឡូវហ្នឹងមេទាំងចង់យកអីនេះចំពោះរឿងហ្នឹងយកបន្ទោសខ្លួនឯងខ្លាំងមែនតែនហើយនាងក៏បានគិតថាបើសិនជាលុយចង់លេងលះជាមួយនាងក៏អត់មានរឿងអីចម្លែកដែរព្រោះថាតែច្រឹករបស់នាងអញ្ចឹងអញ្ញាបន្ទាប់ពីបានស្ដាប់លើការគិតរបស់ម៉ាក់ថាប៉ាចង់លេងម៉ាក់អញ្ចឹងហើយនាងក៏បានរកវិធីមួយដោយប្រាប់អ្នកទាំងពីរថានាងចង់ជិះកថវលតែពេលទៅដល់អញ្ញាក៏បានរុញប៉ាហើយនឹងម៉ាក់ឡើងលើកថវលប៉ុន្តែខ្លួនបានឡើងទេពេលនៅលើកថវលតែពីរនាក់ឡនក៏បានសួរទៅកាន់យ៉នថាមានរឿងអីគេហើយយកក៏បានព្រមនិយាយរឿងក្នុងចិត្តចេញមក ព
ពេលនឹងលយក៏បានបកស្រាយថាម្នាក់ស្រីដែលគាត់បានជួបកាលពីថ្ងៃមុនហ្នឹងគឺគាត់ដែរស្គាល់គ្នាទេឥឡូវហ្នឹងគាត់អត់មានគូស្នេហ៍ហើយក៏គាត់ចង់លែងលះគ្នាអីដែរដើម្បីឲ្យយកកាន់តែជឿជាក់លយក៏បានទៅចាប់ដៃនាងហើយរំលឹកពាក្យសន្យាដែលគាត់បានសន្យាជាមួយនាងកាលពីគាត់សុំស្រឡាញ់យកលើកដំបូងពេលហ្នឹងលយនិយាយពាក្យផ្អែមល្ហែមឡើងច្រើនធ្វើឲ្យយកឡើងក្តៅខ្លួនដល់តែអៀនពេកធំបានមានអីយកផ្ទះលយម្ដាយឡើងធ្លាក់ពីលើកថវលអាកន្លែងធ្លាក់ហ្នឹងខ្ពស់ទៀតឡើងម្នាក់ភ័យហ្មងធ្លាក់មួយហ្នឹងអត់មានត្រូវលបួអីទេក៏ប៉ុន្តែហៅមុខអាម្ដាយមិញឃើញស្ថានភាពអញ្ចឹងហើយពីអ្នកហ្នឹងនៅឆ្លៀតមកកុហកអញ្ញាថាអត់បានវាយគ្នាទៀតទៅអញ្ចឹងទៅអញ្ញាក៏បានសួរថាអត់វាយគ្នាអញ្ចឹងមានបានញ៉ែគ្នាអត់យីកូននេះមើលសួរគេមិនដឹងថាឆ្លើយមួយអញ្ញាមិនអញ្ចឹងទៅពីអ្នកហ្នឹងចេះតែអ៊ឺតាមអញ្ញាសិននៅឥឡូវហ្នឹងរៀងល្ងាចខ្លាំងហើយណាមួយគ្រឿងផ្សំរបស់គេត្រូវហោហ្នឹងគឺមានមួយមុខទៀតដែលអត់ចង់ឲ្យយកជាមួយនឹងអញ្ញាបបាអញ្ចឹងទៅគាត់ក៏បានប្រាប់ឲ្យពីអ្នកហ្នឹងត្រឡប់ទៅសន្តាគារមុននៅហើយគាត់នឹងទៅរកគ្រឿងផ្សំនឹងម្នាក់ឯងបន្ទាប់ពីរកហើយគាត់នឹងត្រឡប់ទៅសន្តាគារតាមក្រោយការមើលអបិកងយោធាដែលពួកគេជួបនៅកន្លែងញ៉ាំអីឥឡូវនេះគេកំពុងតែរៀបចំធ្វើដំណើរទៅអอฟហ្វិសរបស់ពួកគេវិញហើយភ្លេចប្រាប់អ្នកនរគ្នាថាអបិកនឹងមានឈ្មោះថា Colonel មុននឹងចេញដំណើរគេក៏ទទួលបានព័ត៌មានពីការបាត់វត្ថុសំខាន់ដែលមាននៅក្នុងប្រអប់ឬហើយធ្វើអបិកនឹងឈឺក្បាលវមកខ្លាំងហ្មងក៏เลยមើលខាង Handler ដែលជាក្រុមការងាររបស់ Lloyd នេះវិញឥឡូវនេះពួកគេក៏ទទួលបានការងារថ្មីដោយលើកនេះពួកគេត្រូវតែស្វែងរកវត្ថុសំខាន់មួយយ៉ាងដែលគេឲ្យឈ្មោះថា Microfilm នៅក្នុងនោះគឺមានផ្ទុកឯកសារជាច្រើនដែលវាមានសារៈសំខាន់ខ្លាំងមែនទែនហើយបើសិនជាឯកសារនោះធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់ទាំងអស់ហ្នឹងនោះចំនួនរវាងប្រទេសទាំងពីរអាចនឹងក្តៅជាងមុនហើយសង្គ្រាមក៏នឹងអាចកើតមានឡើងផងដែរដោយសារតែ Lloyd បាននៅក្នុងតំបន់នឹងស្រាប់អញ្ចឹងហើយ Handler គាត់ក៏សម្រេចថាឲ្យ Lloyd ធ្វើកិច្ចការងារមួយនឹងហើយនាងនឹងបញ្ជូនក្រុមការងារបន្ថែមទៀតទៅជួយគាត់គ្រាន់តែឮថាក្រាស់កំពុងតែនៅកន្លែងហ្នឹងហើយនឹងធ្វើការងារមួយនឹង Nightfall ក៏បានស្ម័គ្រចិត្តសូមធ្វើការងារមួយនឹងហើយថែមទាំងសន្យាថានឹងធ្វើការងារមួយនឹងឲ្យបានល្អឲ្យត្រោះត្រយនោះទេចំណែក Lloyd នៅខាងនេះវិញនិយាយពីថាគ្រាន់តែគ្រឿងផ្សំមួយមុខនឹង Lloyd គឺចំណាយពេលវេលានិងកម្លាំងច្រើនខ្លាំងមែនទែនគាត់បានព្យាយាមទៅសួររកគ្រប់យ៉ាងក៏ប៉ុន្តែមួយមុខនឹងអត់មានណាគេមានសោះអស់ពីដើរទិញធំបាន Lloyd ក៏បែកគណិតថាទៅលួចយកហ្មងក៏ប៉ុន្តែទៅកន្លែងណាក៏អត់មានកន្លែងណាក៏អត់មានដោយសារតែអស់ជំរឿ Lloyd ក៏បានខលទៅសុំជំនួយពី Frankie អាណតា Frankie ឥឡូវហ្នឹងកំពុងតែញ៉ែគ្នាផងឥឡូវ Lloyd តែមកដាច់ភីអស់ដោយសារតែគ្រឿងផ្សំដែល Lloyd ធ្វើហោហ្នឹងគឺវានៅសានឆ្ងាយពីកន្លែងដែលពួកគេនៅដូចនេះហើយ Lloyd គាត់ក៏បានត្រឡប់មកសន្តាគារដើម្បីខ្ចីឡានអញ្ញាជាមួយនឹងយកក៏សុំទៅជាមួយដែរក៏ប៉ុន្តែ Lloyd អត់ព្រមនោះទេកន្លែងហ្នឹងអញ្ញាអន់ចិត្តជាមួយនឹងប៉ាប៉ាខ្លាំងមែនតើហ្មងណាមួយអញ្ញាបានស្ដាប់លើការគិតរបស់ប៉ាប៉ាថាបើសិនជាលើកនេះពួកគេអាចធ្វើរឿងនឹងបានទេគ្រួសាររបស់គេគឺត្រូវបានបញ្ចប់ហើយអញ្ចឹងហើយធ្វើឲ្យអញ្ញាកាន់តែសេតខ្លាំងជាងមុនហើយនាងជាមួយនឹង Burn ក៏បានចូលទៅក្នុងបន្ទប់ប៉ាត់ឃើញបែបនេះយកក៏បាននិយាយលួងលោមទៅកាន់ Lloyd នាងក៏ថា Lloyd បារម្ភពីអញ្ញាក៏ប៉ុន្តែនេះជាដំណើរកំសាន្តលក្ខណៈគ្រួសារអញ្ចឹងហើយហេតុអីបានជាពួកគេមិនធ្វើវាជាមួយគ្នាទៅយកថានាងក៏ធ្លាប់មើលបងប្អូនរបស់នាងតាំងពីតូចដែរអញ្ចឹងហើយនាងអាចយល់ចិត្តក្មេងៗបានច្រើនក៏เลยមើលអញ្ញាដែលនៅខាងក្នុងឯនេះវិញសុក Burn ក៏បានមើលឃើញពីអនាគតការទៀតហើយដោយក្នុងការគិតនោះគឺយើងបានឃើញថាមានរបស់ដែលប៉ាប៉ាចង់រកទៀតក្រោយពីបានដឹងអញ្ញាក៏បំរុងនឹងយកទៅប្រាប់លោកប៉ាក៏ប៉ុន្តែដឹងហើយថាប្រាប់លោកប៉ាអត់ការទេអញ្ចឹងទៅនាងក៏សម្រេចចិត្តថានឹងទៅរកវាដោយខ្លួនឯងចំណែកនៅខាងក្រៅនេះវិញ Nightfall ក៏បានមកដល់មុខបន្ទប់របស់ពួកគេផងដែរឃើញហើយ Lloyd ក៏បានចេញទៅនិយាយគ្នាជាមួយនឹង Nightfall ចំណែកអាយ៉ូដែលនៅខាងក្នុងនាងក៏បានឃើញថាបាត់អញ្ញាដូច្នេះហើយនាងក៏បានបញ្ញាប់ចេញទៅប្រាប់ Lloyd ចំពេលដែល Nightfall បានប្រាប់ការងារថ្មីដែល Lloyd ត្រូវធ្វើឲ្យគាត់ដឹងឲ្យអស់ល្មមបន្ទាប់មក Lloyd ជាមួយនឹងយកក៏បានចេញទៅរកអញ្ញាជាមួយគ្នាអញ្ញាក៏បានមកដល់ហាងដែលលក់គ្រឿងផ្សំមួយនោះកំឡុងពេលនោះយើងក៏បានឃើញថាមានក្រុមយោធាជាច្រើននៅក្បែរនោះដោយពួកគេទាំងអស់នោះក៏មានភារកិច្ចតាមចាប់អញ្ញាដែរក៏ដោយសារតែអញ្ញាគឺជាមនុស្សម្នាក់ដែលបានលួចញ៉ាំសូកូឡាហើយនៅក្នុងដុំសូកូឡានោះក៏ពួកគេបានលាក់ទុក Microfilm ហ្នឹងក្រោយពីទិញគ្រឿងទេសមួយមុខនឹងហើយអញ្ញាក៏បានដើរចេញមកខាងក្រៅហើយពួកក្រុមយោធាទាំងអស់ហ្នឹងក៏បានឃើញអញ្ញាដូចគ្នាពួកគេក៏តាមអញ្ញាទៅដល់កន្លែងស្ងាត់មួយហើយចាប់យកនាងពេលហ្នឹងបូនក៏ព្យាយាមលោតទៅខំក៏ត្រោងអបិនឹងដែរក៏ប៉ុន្តែធ្វើអីគេអត់បាននោះទេពួកហ្នឹងក៏បានចាប់អញ្ញាដាក់ឡានហើយបើកឡានហ្នឹងចេញទៅពេលហ្នឹងបូនខំតាមឡានហ្នឹងដែរហ្នឹងក៏ប៉ុន្តែក៏ស៊ីមកកំប៉ុងស្លាប់ឈឹងនៅកន្លែងហ្នឹងហ្មងមួយសន្ទុះក្រោយមក Lloyd ជាមួយនឹងយកក៏បានរកឃើញបូនដែលកំពុងតែស្លាប់ក្រោយពីបូនភ្ញាក់វាក៏បានរត់ឆ្លេឆ្លារកមើលអញ្ញាក៏ប៉ុន្តែអត់មានអញ្ញានៅកន្លែងហ្នឹងទេ Lloyd ក៏បានរកឃើញសាច់កៅអៅដែលនៅជាប់ធ្មេញរបស់បូនហើយគាត់ក៏បានដឹងថាវាជាកៅអៅរបស់កងយោធាពេល
នោះណៃហ្វលក៏បានបើកឡានមករកលយក្នុងនាមជាបុគ្គលិកសន្តាគារថាលយផ្លេចរបស់ហើយពេលនោះលយក៏បានសុំនាងឲ្យជួយគាត់ចំណែកអានយ៉ានេះវិញឥឡូវនឹងគឺនាងត្រូវបានគេចាប់ឡើងមកលើយន្តហោះចម្បាំងរបស់គេហើយគ្រាន់តែឃើញមុខអបិ Colonel នឹងភ្លាមអានយ៉ាស្គាល់ឡើងច្បាស់ហ្មងឲ្យផ្លេចមិនបានចោលលួចនំញ៉ាំកាលពីថ្ងៃមិញតានឹងមានអីថាឲ្យអានយ៉ាវិញទៀតដោយគាត់បាននិយាយថាអានយ៉ានឹងក៏បានលួចញ៉ាំសូកូឡារបស់គាត់ដែរគាត់ទៅពីអ្នកនឹងម្យ៉ាងម្នាក់តាគាត់បានសួរទៅកាន់អានយ៉ាថាបន្ទាប់ពីញ៉ាំសូកូឡានឹងហើយអានយ៉ាមានហើយនៅដល់អបិ Colonel នឹងមានគំនិតថាបើសិនជាអានយ៉ាហើយគាត់បានអា microphone នឹងវិញគាត់ដឹងតែចាត់ការអានយ៉ាចោលហើយឮតែប៉ុណ្ណេះអានយ៉ាសភ្នែកទៀតហើយដល់ថ្នាក់សម្លាប់អីនេះទោះបីទប់ដល់ដង្ហើមចុងក្រោយក៏អានយ៉ាអត់ព្រមឲ្យចេញមកដែរអានយ៉ាក៏បានធ្វើចរិតខ្ជិះខ្ជួតហើយប្រាប់ទៅកាន់អបិColonel នឹងថាអានយ៉ាគឺជាក្មេងស្រីដ៏សែនខ្ជូតអញ្ចឹងទៅអូនអត់ចេះញ៉ៃញ៉ៃអីទេគ្រាន់តែនិយាយឲ្យអបិនឹងចេញទៅភ្លាមអានយ៉ាផោមមួយបាត់ឮតែអញ្ចឹងអាតាហ៊ានពីរអ្នកគេក្រោយនោះឡើងសប្បាយចិត្តហ្មងអីក៏ចាំពេលល្អម៉េះអាមនុស្សថាចង់ទប់ឥឡូវដល់ពេលមកល្មមតែសារតែចាប់អានយ៉ាបានហើយអញ្ចឹងហើយពួកនឹងក៏ចាប់ផ្ដើមចេញយន្តហោះតែម្ដងចំណែកឥឡូវនេះគាត់ក៏ទទួលបានយន្តហោះមួយដែរដើម្បីដេញតាមអានយ៉ាក្រោយពីដឹងថាអានយ៉ានៅកន្លែងណាគាត់ក៏ចាប់ផ្ដើមចេញយន្តហោះនឹងទៅក៏ប៉ុន្តែក៏អត់បានអនុញ្ញាតឲ្យយកទៅជាមួយគាត់ទេយកក៏បានគិតដែរថាអ្នកដែលបានចាប់អានយ៉ានឹងប្រហែលជាពីរអ្នកដែលចាប់អានយ៉ាកាលពីថ្ងៃមិញហ្នឹងហើយណាមួយកាលនៅសន្តាគារពួកគេក៏បានសន្យាថាធ្វើអីត្រូវតែធ្វើមួយគ្នាអញ្ចឹងទៅយកក៏សម្រេចចិត្តថានឹងលួចតាមទៅជាមួយលយដែរសិនកន្លែងហ្នឹងយកហត់ដេញតាមយន្តហោះរបស់លយខ្លាំងមែនតើហ្មងហើយលយឡើងអត់ដឹងថាមានតែគេតោងយន្តហោះទៀតសម្រាប់លយឥឡូវហ្នឹងគឺគាត់ចំណេញខ្លាំងមែនតើដោយសារតែកិច្ចការទាំងពីររបស់គាត់ហ្នឹងវាកំពុងតែដើរទៅរកផ្លូវតែមួយហើយគឺដោយសារតែឥឡូវហ្នឹង microphone ដែលគាត់ត្រូវហៅហ្នឹងនៅក្នុងខ្លួនរបស់អានយ៉ាតែម្ដងណៃហ្វបានទៅកន្លែងផ្ដល់ព័ត៌មានហើយចាត់ការអ្នកដែលនៅកន្លែងនោះអស់បន្ទាប់មកនាងក៏បានផ្ដល់ព័ត៌មានពីទិសដៅនៃយន្តហោះចម្បាំងរបស់លោក Colonel ទៅឲ្យលយយើងក៏លេចមកមើលអានយ៉ានេះវិញឥឡូវហ្នឹងគឺថាអានយ៉ាវេទនាខ្លាំងមែនតើអាឈឺជុះហ្នឹងគឺជាការងារចាំបាច់ហើយសំខាន់បំផុតគេថាសូម្បីតែ start គាត់អាចពជាពេលបានដែរនិយាយទៅទោះបីជារវល់យ៉ាងណាក៏ត្រូវធ្វើវាមុនគេតែថាយើងត្រូវសរសើរអានយ៉ាឯណាដោយសារឥឡូវហ្នឹងអានយ៉ាទប់បានយូរខ្លាំងណាគ្នាផងទប់ឡើងសម័យ level វាឃើញទេវតាអីណែក្នុងការសម័យហ្នឹងទេវតាក៏បានប្រាប់ឲ្យអានយ៉ាហ្នឹងប្រឡែងវាចេញមកព្រោះបើសិនជាអានយ៉ាអាចធ្វើអញ្ចឹងបានណាជីវិតរបស់នាងប្រកាសជាស្រស់បំព្រងវិញហើយតែទោះបីជាមានការញុះញង់យ៉ាងណាក៏ដោយក៏អានយ៉ាប្រឹងទប់ដល់តែបានដោយសារតែទ្រាំចាំយូរទៀតអត់បានលោក Colonel គាត់ក៏បានប្រាប់ឲ្យកូនចៅរបស់គាត់ហ្នឹងទៅវះពោះអានយ៉ាយកហ្មងអាប៉ិហ្នឹងរៀងភ័យដែរហ្នឹងក៏ប៉ុន្តែឥឡូវមេប្រើដឹងធ្វើមិនទេមានតែធ្វើតាមសិនទៅចំណែកឥឡូវនេះគឺគាត់បានបើកមកតាមតនយន្តហោះចម្បាំងហ្នឹងហើយតែថានៅពេលដែលគាត់ព្យាយាមចូលចិត្តពួកហ្នឹងក៏ចាប់ផ្ដើមបើកការបាញ់រះទៅលើយន្តហោះរបស់លយតែម្ដងក្នុងពេលដែលគាត់ព្យាយាមហោះកិច្ចចេញពីគ្រាប់ទាំងអស់ហ្នឹងយកដែលនៅក្នុងហ្នឹងគ្នាឡើងចង់ធ្លាយក្អួតដែរអស់ពីគ្រាប់រះហ្នឹងពួកហ្នឹងក៏ចាប់ផ្ដើមទម្លាក់គ្រាប់បដិញលយកិច្ចពីមួយចូលមួយទៀតហើយចុងក្រោយគាត់ក៏បន្ថយចុះចតនៅលើយន្តហោះធំមួយហ្នឹងបន្ទាប់ពីចុះចតបានសម្រេចលយក៏បានចូលទៅខាងក្នុងមុនចំណែកអាយ៉ក៏បានចេញមកតាមក្រោយពេលនាងចេញមកក៏មិនបានឃើញលយនោះទេចំណែកឯគ្នារបស់លោក Colonel វិញក៏អត់បានឃើញលយតែបែរជាឃើញយ៉ហើយពួកហ្នឹងក៏ចាប់ផ្ដើមបាញ់រះទៅលើយ៉ទៀតនៅពេលដែលកំពុងរត់គេចពីក្របកាភ្លើងគ្នាវាម្នាក់ក៏បានយកក្របបែកបំរុងគប់ទៅលើយ៉ក៏ប៉ុន្តែនាងដឹងទាន់ហើយក៏បានគប់ក្របបែកនោះត្រឡប់ទៅវិញមកក្របហ្នឹងផ្ទុះនៅក្នុងយន្តហោះចម្បាំងហ្នឹងហ្មងហើយវាក៏បានធ្វើឲ្យខូចខាតផ្នែកខ្លះនៃយន្តហោះហ្នឹងផងដែរបន្ទាប់ពីហ្នឹងយ៉ក៏បានចូលទៅខាងក្នុងដើម្បីស្វែងរកលយជាមួយនឹងអានយ៉ាចំណែកអានយ៉ាវិញឥឡូវហ្នឹងនាងកំពុងតែរត់គេចពីពីរអ្នកនោះកន្លែងហ្នឹងអានយ៉ាប៉ិនរត់ខ្លាំងមែនតើហ្មងពីរអ្នកចាប់មួយអត់បានហត់ទៅហត់មកអានយ៉ាក៏បានចូលពួរនៅក្នុងបន្ទប់ទឹកគ្រាន់តែឃើញចានប្រគុណភ្លាមអានយ៉ាធំលេងបានហើយលើកនេះចំណែកឯលយវិញឥឡូវហ្នឹងគាត់ក៏បានចាប់បានមេបញ្ជាការដែលមានតំណែងធំល្មមម្នាក់បន្ទាប់ពីចាត់ការបែបហ្នឹងហើយគាត់ក៏បានបន្លំខ្លួនធ្វើម្នាក់ហ្នឹងបើយកវិញឥឡូវហ្នឹងរៀងមានសម្ពាធបន្តិចហើយដោយសារតែមកយន្តហោះហ្នឹងគេដឹងថាមានមនុស្សស្រីកំពុងតែចូលមកក្នុងយន្តហោះហ្នឹងអញ្ចឹងទៅម្នាក់គ្រាន់តែឃើញយកគឺថាដកកំភ្លើងចេញមកហ្មងតែថាក៏លោប៉ិនហ្នឹងអីកុំចង់មកបច្ចេកជាមួយយកយើងឲ្យសោះរបៀបថាជួបមួយវាយមួយជួបពីរវាយពីរជួបបីវាយបីអីចឹងក្រោយពីចាត់ការកូនតាហ៊ានរៃរងអស់ហ្នឹងយកក៏យកបានកបិតពីដើមកលែកមកមើលអានយ៉ាក្រោយពីឈឺជុះហើយនាងក៏ត្រូវបានគេចាប់យកទៅឃុំទុកបើយកវិញឥឡូវហ្នឹងនាងបានជួបជាមួយនឹងជើងខ្លាំងម្នាក់មើលទៅអាប៉ែហ្នឹងប្រហែលជាមិនមនុស្សទេ
ព្រោះថានៅដៃរបស់គេបានឆ្នៃជាប់ជាមួយនឹងកាភ្លើងដែលវាអាចបាញ់រះចេញយ៉ាងច្រើនគ្រាប់ចំណែកឯខ្លួនវិញសុទ្ធតែដែកហើយសំខាន់ណាស់មានផ្ទុកគ្រាប់កាភ្លើងនៅក្នុងខ្លួនមួយកណ្ដោទៀតត្រឹមតែក្បិតពីដើមធ្វើឲ្យយកពិបាកចាត់ការបែបហ្នឹងខ្លាំងមែនតើគ្រប់ទាហានទាំងអស់ដែលនៅលើយន្តហោះចម្បាំងនេះកំពុងតែឆ្លេឆ្លាគ្រប់គ្នាក៏ដោយសារតែឥឡូវហ្នឹងគឺថាភ្លើងឆេះរីករាលដាលពេញយន្តហោះតែម្ដងក្លែកមកមើលឡយឥឡូវហ្នឹងគាត់ក៏បានជួបជាមួយនឹងមនុស្សដែលបានចាប់អានយ៉ាមកហើយដោយសារតែគាត់ចាប់អារម្មណ៍ទៅលើកៅអៅរបស់គេលះហែកម្ដុំបន្ទាប់ពីចាត់ការពីអ្នកហ្នឹងហើយគាត់ក៏បានចូលមកជួបជាមួយនឹងលោក Colonel នៅពេលចូលមកដល់គាត់ក៏បានមើលគ្រប់ជ្រុងក៏ប៉ុន្តែមិនឃើញអានយ៉ានៅកន្លែងហ្នឹងទេចំណែកអានយ៉ាដែលត្រូវបានគេឃុំទុកនៅជាន់ខាងក្រោមនាងក៏បានស្ដាប់ឮការកើតរបស់លោកប៉ាអានយ៉ាព្យាយាមបង្កើតសម្លេងមែនតែនប៉ុន្តែនាងធ្វើអត់បានទេដោយសារតែគេចងមាត់ហើយចងដៃជាប់ទៀតហើយចុងក្រោយនាងក៏បាននឹកឃើញគំនិតមួយដោយបោកក្បាលជាមួយនឹងអាំពងនៅក្បែរហ្នឹងហើយពេលនោះសំណាងខ្លាំងមែនតែនដោយសារតែឡយគាត់ក៏បានចាប់អារម្មណ៍ជាមួយនឹងសម្លេងតូចមួយហ្នឹងឡយក៏បានប៉លេះលែវអាវរបស់គាត់ហើយផ្ទាត់ទៅកន្លែងក្បែរនោះគាត់ក៏ធ្វើជាដើរទៅរើសលែវមួយហ្នឹងលោក Colonel ដែលជាមនុស្សច្បាស់លាស់និងម៉ត់ចត់គាត់ក៏បានចាប់អារម្មណ៍ជាមួយនឹងទង្វើមួយហ្នឹងហើយមិនចាំយូរទេគាត់ក៏ចាប់ដើមបើកការវាយប្រហារទៅលើឡយតែម្ដងពួកនឹងបានគ្នាទៅមកឡើងយូរតែមិនអាចធ្វើឲ្យឡយបានទេឃើញអញ្ចឹងលោក Colonel គាត់ក៏បានប្រើគ្រាប់បែកផ្សែងដែលមានជាតិពុលហើយគប់មកកាន់ឡយអញ្ញានៅខាងក្រោមដែលបានលើការគិតមួយនេះគឺនាងបារម្ភពីលោកប៉ាខ្លាំងមែនតើហើយអញ្ញាក៏ព្យាយាមប្រឹងរើបំរាស់រហូតដល់ដាច់ខ្សែពេលផឹងទាញហ្នឹងអញ្ញាក៏បានទៅបុកជាមួយនឹងអាគង្តាក់បើកទ្វារកន្លែងហ្នឹងចៃដន្យខ្លាំងមែនតើហ្មងខូចពីអញ្ញាបានបើកទ្វារហ្នឹងផ្សែងពុលទាំងអស់ហ្នឹងក៏វារសាត់ទៅតាមអាទ្វារហ្នឹងអស់ហើយអញ្ញាអាចជួយប៉ាបានសម្រេចចំណែកឯឡយឥឡូវហ្នឹងគាត់ក៏បានបន្លំខ្លួនធ្វើជាអបិ Colonel កូនចៅគេគ្រប់គ្នានៅកន្លែងហ្នឹងឃើញហើយគឺថាភ្ញាក់ផ្អើលទាំងអស់គ្នាហ្មងហើយអត់មានណាគេហ៊ានធ្វើអីទេដោយសារតែពួកហ្នឹងខ្លាចបាញ់ចំមេខ្លួនឯងឥឡូវហ្នឹងគឺថាឡយឲ្យមានឱកាសវាយគ្នាជាមួយនឹងអបិ Colonel ហ្នឹងមួយស្មើផឹងវាយមកសន្ទុះឡយក៏គាត់ទទួលបានជ័យជំនះបន្ទាប់ពីនោះគាត់ក៏បានដើរតួជាលោក Colonel ហើយបញ្ជាទៅកាន់កងទ័ពទាំងអស់ថាឲ្យឆាប់ចុះពីយន្តហោះមួយនេះដោយពួកគេត្រូវតែបោះបង់យន្តហោះមួយនេះចោលណាមួយវាឆេះចិត្តអស់ហើយដែរយើងក៏លេចមកមើលយកឯនេះវិញឥឡូវហ្នឹងគឺថាយកអត់តន់វាយគ្នាដឹងឈ្នះដឹងចាញ់ទេដោយសារតែអបិហ្នឹងសិតតែគ្រឿងដែកអញ្ចឹងទៅយកចាក់អត់ចូលហ្មងតែថាមកដល់លើហ្នឹងយកក៏គាត់អត់មានរបួសអីដែរនៅពេលនេះយកក៏បាននឹកឃើញគំនិតមួយដោយសារតែក្បិតធ្វើអីអបិហ្នឹងអត់បានអញ្ចឹងហើយយកក៏បានប្រើប្រាស់ក្រែមដែលឡយបានទិញឲ្យនាងកាលពីថ្ងៃមិញមកចាត់ការអបិហ្នឹងដោយនាងបានប្រើក្រែមម្ដងហ្នឹងគូសវាសនៅពេញកន្លែងនោះរួមទាំងនៅលើខ្លួនរបស់អបិហ្នឹងផងដែរយកធ្វើបែបនេះក៏ដោយសារតែនាងដឹងថានៅក្នុងក្រែមម្ដងហ្នឹងគឺគេធ្វើឡើងដោយមានសារជាតិប្រៃនៅក្នុងហ្នឹងអញ្ចឹងហើយនាងក៏បានប្រើវាដើម្បីចម្លងភ្លើងហើយដុតបំផ្ទុះអបិខ្លួនដែកហ្នឹងឡើងខ្ទេចនៅហ្នឹងហ្មងក្លែកមកមើលឡយឥឡូវនេះគាត់ក៏បានចុះមកទទួលអានយ៉ាហើយគាត់តែឃើញប៉ាអានយ៉ាក៏បានស្ទុះទៅអោបគាត់ភ្លាមហើយពេលនោះក៏បានជ្រុះគ្រឿងផ្សំចុងក្រោយដែលឡយតាមរកចេញពីកាតាបរបស់អានយ៉ាឃើញហើយគាត់ពិតជារំភើបខ្លាំងមែនទែនព្រោះថាកូនស្រីរបស់គាត់គឺចេញមកក៏ដោយសារតែចង់ជួយគាត់បន្តិចក្រោយមកយកក៏បានមករកពួកគេឃើញដូចគ្នាតោះតែបានមកជុំគ្នាអញ្ចឹងទៅអារឿងដែលអានយ៉ាលួចញ៉ាំសូកូឡារបស់គេហ្នឹងគឺថាដឹងអស់ហើយឥឡូវហ្នឹងប៉ាម៉ាក់គឺនាំគ្នាបន្ទោសអានយ៉ាខ្លាំងហ្មងអត់ឲ្យបន្ទោសមិនបើនៅសុកទៅលួចញ៉ាំរបស់គេចឹងតែពីអ្នកហ្នឹងក៏បានស្ដារអានយ៉ាអីខ្លាំងដែរព្រោះថាឥឡូវហ្នឹងយន្តហោះចម្បាំងដែលពួកគេកំពុងតែនៅហ្នឹងចិត្តខ្ទេចហើយតែថាឥឡូវហ្នឹងយន្តហោះហ្នឹងកំពុងតែហោះសម្ដៅទៅរកទីក្រុងមួយអញ្ចឹងទៅលយក៏គាត់គិតថាកាច់ចកោតឲ្យយន្តហោះហ្នឹងចេញពីកន្លែងហ្នឹងសិនព្រោះថាបើបដ ឲ្យវាទៅអញ្ចឹងប្រកាសជាអ្នកនៅក្នុងទីក្រុងហ្នឹងមានគ្រោះថ្នាក់ខ្លាំងហើយព្រោះទំហំនៃយន្តហោះហ្នឹងក៏វាអត់តូចដែរតែសម្រាប់ការបញ្ជាយន្តហោះហ្នឹងឥឡូវគឺពិតជាពិបាកខ្លាំងមែនតើដោយសារតែឧបករណ៍ទាំងអស់គឺវាត្រូវចេះខ្ទេចអាខ្លះគឺវាខូចទៀតតែពួកគេក៏នៅសល់វិធីមួយគឺប្រើចកោតដៃយកហ្មងលយបានឲ្យយកមើលអានយ៉ាហើយគាត់ទៅធ្វើវាម្នាក់ឯងតែថាយន្តហោះហ្នឹងគឺវាមានទំហំធំខ្លាំងមែនតើអញ្ចឹងទៅការបញ្ជាចកោតដៃហ្នឹងគឺវាត្រូវការកម្លាំងខ្លាំងនៅពេលដែលលយកំពុងតែព្យាយាមទាញហ្នឹងក៏ស្រាប់តែមានដែកមួយធ្លាក់មកចំក្បាលរបស់គាត់ហើយពេលហ្នឹងគាត់ត្រូវខ្លាំងមែនតើឡើងហូរឈាមបដាអីបដារៀងអស់សង្ឃឹមដែរហ្នឹងពេលហ្នឹងតែស្រាប់តែភ្លាមនោះយកជាមួយនឹងអានយ៉ាក៏បានមកជួយកន្លែងហ្នឹងអេដមីនមើលហើយឡើងភូនសបល់ខ្លាំងហ្មងតែដល់ពេលមើលឃើញទឹកមុខអានយ៉ាពេលប្រឹងទាញហ្នឹងអស់អារម្មណ៍ហ្មងដាក់អារម្មណ៍តាមសាច់រឿងមេចូលនេះបើមុខអញ្ចឹងហ្នឹងតែថា3នាក់ហ្នឹងប្រឹងធ្វើតតែបានសម្រេចមែនណាចុងក្រោយយន្តហោះហ្នឹងក៏បានធ្លាក់ចូលទៅក្នុងសមុទ្រដែលនៅក្បែរទីក្រុងហ្នឹងចំណែកឯឡយយកអានយ៉ាក៏មានសុវត្ថិភាពដែរ3អ្នកគ្រួសារគេហ្នឹងឡើងមកអង្គុយមើលទេសភាពយ៉ាងស្ងប់ស្ងាត់តែចៃដន្យអីនៅលើដបូលហ្នឹងក៏វាបានបាក់ហើយធ្លាក់ទឹកត្រូវ3នាក់ហ្នឹងឡើងសើមជោគត្រូវទឹកឡើងសើមអញ្ចឹងហើយអានយ៉ាឡើងសប្បាយចិត្តហើយសើចឡើងខ្លាំងបន្ទាប់ពីហ្នឹងអានយ៉ាក៏បានក្តារហើយធ្លាក់ចេញ microfield ពីថ្មិញហួសចិត្តសាហាវហ្មងនេះអានេះបើសិនជាប៉ែនោះនៅរស់
វិញណាលើកប្រគុណកាយរហបាត់អីនេះចេះហេងអីអត់តាន់បានកាយរហផងងាប់បាត់បន្ទាប់ពីបេសកកម្មត្រូវបានបញ្ចប់លយក៏គាត់បានមកជួបជាមួយនឹង handler ហើយគាត់ក៏បានយក microfilm នោះមកជាមួយផងដែរ handler បានប្រាប់គាត់ថាអាប៉ែដែលផលដែលបំរុងនឹងធ្វើការងារជំនួសលយនឹងឥឡូវនេះត្រូវបានគេដកចោលហើយដោយសារតែគាត់នឹងបានក្បត់ប្រពន្ធរបស់គាត់តាមពិតទៅអាប៉ែនឹងរងថ្ងៃបានតំណែងធំដោយសារតែឲ្យក្មេងទេដល់តែពេលឥឡូវធ្វើបាបកូនគេមានអីប៉ាគេលេងខ្វល់ក្រោយពីទទួលដំណឹងនឹងលយសប្បាយចិត្តខ្លាំងមែនតើហើយគាត់ក៏បានត្រឡប់ទៅរកប្រពន្ធនិងកូនរបស់គាត់វិញអញ្ញាក្រោយពីបានស្ដាប់ការកើតរបស់លោកប៉ាថាក្រុមគ្រួសាររបស់គេនឹងនៅតែបន្តទៅមុខទៀតធ្វើឲ្យនាងសប្បាយចិត្តខ្លាំងមែនតើហើយទាំង3នាក់ត្រឡប់ទៅផ្ទះវិញដោយសប្បាយចិត្តយើងកាត់ចូលមកដល់ថ្ងៃបន្ទាប់នៅសាលាក៏ជាថ្ងៃដែលពួកគេត្រូវធ្វើរបស់នឹងឲ្យលោកនាយកដែរម្នាក់រៀបចំខ្លួនចូលចក្រានបាយឡើងខ្ជូតគួរឲ្យស្រឡាញ់ហ្មងពេលហ្នឹងអញ្ញាក៏បាននិយាយប្រាប់ទៅកាន់បេគីថាថ្ងៃហ្នឹងនាងនឹងធ្វើមេរេឯដាមែនគ្រាន់តែឮថាអញ្ញារហធ្វើអានឹងភ្លាមគេសើចអញ្ញាភ្លាមតែអញ្ញាអត់ខ្ចីខឹងហើយក៏បានប្រាប់ទៅកាន់ដាមែនថានឹងធ្វើឲ្យដាមែនញ៉ាំដែរឮអញ្ញានិយាយអញ្ចឹងដាមែនគ្នាឡើងអៀនហើយពេលហ្នឹងមកឡើងក្រហមទៀតរៀបតែធ្វើមហូបបន្តឲ្យហ្នឹងភ្លាមនោះស្រាប់តែឮសំឡេងផ្ទុះអីឡើងខ្លាំងល្ងាចឡើងអញ្ញាក៏បានត្រឡប់ទៅផ្ទះវិញជាមួយនឹងទឹកមុខសោកសៅដោយសារតែជាខែនៅសាលាបានផ្ទុះអញ្ចឹងទៅថ្ងៃហ្នឹងពួកគេក៏រំសាយចោលដោយសារតែរឿងនេះអញ្ចឹងហើយខាងសាលាក៏បដូរអ្នកភ្លក់មហូបគឺថាបដូរពីនាយកសាលាទៅនាយករងវិញអញ្ចឹងទៅនឹងទស្សនាវដ្តីនិយាយថាអីគេនាយករងនៃសាលាហ្នឹងចូលចិត្តញ៉ាំផ្អែមផ្លែបឺរីអញ្ចឹងទៅដើម្បីរករសជាតិនឹងបានពួកគេត្រូវតែទៅដើរលេងទៀតហើយលុះតែដើរលេងម្នាក់ឡើងសប្បាយចិត្តកុំថាឡើយយកជាមួយនឹងអញ្ញាឥឡូវហ្នឹងសំបីតែលយក៏គាត់សប្បាយចិត្តដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងសាច់រឿង Spy Family The Movie ហ្នឹងគឺត្រូវបានបញ្ចប់នៅកន្លែងហ្នឹងហើយអេមីនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តសាច់រឿងមួយហ្នឹងអេមីនសម្រាប់ហត់ខ្លាំងណាស់អ្នកទាំងអស់គ្នាអញ្ចឹងទៅលើកទឹកចិត្តអេមីនផងគ្រាន់តែជួយធ្វើការចុច Subscribe Channel YouTube នេះនិង Channel YouTube អេមីនផ្សេងទៀតហើយកុំភ្លេចទៅជួយចុច Like Page អេមីនម្នាក់មួយផង50សាកូរ៉ាអ្នកទាំងអស់គ្នាចាំអេមីនដាក់ link នៅខាងក្រោមអញ្ចឹងអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនតើជម្រាបលាជួបគ្នានៅវីដេអូក្រោយありがとう